ពិធីបុណ្យនំប៉័ងឥតមេដែលគេហៅថាបុណ្យចម្លងនោះត្រូវបានខិតជិតមកដល់ពិធីបុណ្យចម្លងគឺជាពិធីមួយដែលរំលឹកដល់ការរំដោះរាជអ៊ីស្រាអែលពីភាពជាទាសករនៅស្រុកអេស៊ីបដើម្បីឲ្យពួកគេមានសេរីភាពជាប្រជាជាតិមួយចំពោះរាជអ៊ីស្រាអែលការប្រារព្ធពិធីបុណ្យចម្លងគឺជាថ្ងៃមួយដែលពួកគេមានអំណរសប្បាយរីករាយយ៉ាងខ្លាំងព្រះយេស៊ូវទ្រង់បានជ្រាបថាពេលវេលារបស់ទ្រង់នៅលើផែនដីត្រូវបានមកដល់ហើយទ្រង់នឹងត្រឡប់ទៅឯស្ថានបរមសុខវិញដូច្នេះហើយមុនពេលថ្ងៃនៃពិធីបុណ្យចម្លងបានមកដល់ព្រះយេស៊ូវបានហៅសិស្សរបស់ទ្រង់ទាំងអស់មកបរិភោគអាហារនៅថ្ងៃចុងក្រោយរួមគ្នានៅពេលដែលពួកសិស្សបានមកដល់ពួកគេបានអង្គុយនៅតុព្រះយេស៊ូវចាប់ផ្ដើមលាងជើងឲ្យពួកសិស្សពួកគេមានភាពងឿឆ្ងល់ជាខ្លាំងព្រះយេស៊ូវតើឲ្យទ្រង់លាងជើងឲ្យពួកទូលបង្គំយ៉ាងដូចម្តេចទៅវាពិតជាមិនត្រឹមត្រូវទេទោះបីជាពួកសិស្សមានការស្ទាក់ស្ទើរចំពោះរឿងនេះក៏ដោយក៏ព្រះយេស៊ូវបានលាងជើងរបស់ពួកសិស្សម្នាក់ម្ដងត្បិតពួកគេមិនដឹងថាពួកគេត្រូវធ្វើអ្វីនោះឡើយចុងក្រោយក៏បានមកដល់វេនរបស់ពេត្រុសព្រះអង្គអើយហេតុអ្វីបានជាព្រះអង្គលាងជើងដល់កខ្វក់របស់ទូលបង្គំទេមិនសមទេគឺមិនត្រូវឲ្យទ្រង់លាងជើងរបស់ទូលបង្គំឡើយប្រសិនបើខ្ញុំមិនលាងជើងឲ្យអ្នកទេនោះអ្នកមិនអាចរួមជាមួយខ្ញុំតទៅទៀតបានឡើយព្រះអង្គអើយបើដូច្នោះសូមកុំលាងតែជើងប៉ុណ្ណោះសូមលាងទាំងដៃទាំងក្បាលរបស់ខ្ញុំផងបន្ទាប់មកពេត្រុសបានផ្លាស់ប្រែចិត្តរបស់គាត់ហើយឲ្យព្រះយេស៊ូវលាងឲ្យគាត់បន្ថែមទៀតកាលព្រះយេស៊ូវបានលាងជើងឲ្យពួកសិស្សរួចហើយព្រះអង្គយាងមកតុទាំងមានព្រះបន្ទូលទៅពួកគេថាឥឡូវនេះបើខ្ញុំជាព្រះអង្គម្ចាស់និងជាគ្រូបានលាងជើងឲ្យអ្នករាល់គ្នាទៅហើយអ្នករាល់គ្នាក៏ត្រូវលាងជើងឲ្យគ្នាទៅវិញទៅមកដែរខ្ញុំបានធ្វើជាគំរូដល់អ្នករាល់គ្នាឲ្យប្រព្រឹត្តដោយខ្ញុំបានប្រព្រឹត្តដល់អ្នករាល់គ្នាដែរពួកសិស្សបានរក្សាទុកនៅព្រះបន្ទូលរបស់ព្រះយេស៊ូវនៅក្នុងចិត្តរបស់ពួកគេបន្ទាប់មកព្រះយេស៊ូវយកនំប៉័ងមកកាច់អរព្រះគុណព្រះជាម្ចាស់ហើយប្រទានឲ្យពួកសិស្សដោយមានព្រះបន្ទូលថានេះជារូបកាយខ្ញុំសូមយកពិសាចុះសូមធ្វើបែបនេះដើម្បីរំលឹកពីខ្ញុំបន្ទាប់មកព្រះអង្គយកពែងមកកាន់អរព្រះគុណព្រះជាម្ចាស់រួចប្រទានឲ្យពួកសិស្សទាំងមានព្រះបន្ទូលថាសូមយកពិសាទាំងអស់គ្នាចុះនេះជាលិខិតរបស់ខ្ញុំគឺជាលិខិតនៃសម្ព័ន្ធមេត្រីថ្មីដែលត្រូវបង្ហូរដើម្បីលើកលែងទោសឲ្យមនុស្សទាំងអស់ឲ្យរួចពីបាបសូមធ្វើការនេះដើម្បីរំលឹកពីខ្ញុំចុះបន្ទាប់មកព្រះយេស៊ូវមានព្រះបន្ទូលទៅកាន់ពួកសិស្សថាខ្ញុំសូមប្រាប់ឲ្យអ្នករាល់គ្នាដឹងច្បាស់ថាក្នុងចំណោមអ្នករាល់គ្នាមានម្នាក់នឹងនាំគេមកចាប់ខ្ញុំព្រះយេស៊ូវកំពុងតែមានព្រះបន្ទូលពីយូដាអ៊ីស្ការីយ៉ុតពេលនោះពួកសិស្សមានភាពងឿងឆ្ងល់យ៉ាងខ្លាំងរួចព្រះយេស៊ូវមានព្រះបន្ទូលបន្តទៀតថាបុត្រមនុស្សត្រូវតែស្លាប់ត្បិតជាបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ប៉ុន្តែអ្នកដែលនាំគេមកចាប់បុត្រមនុស្សនឹងត្រូវវិនាសជាមិនខានចំពោះអ្នកនោះបើមិនបានកើតមកទេទើបប្រសើរជាងពួកសិស្សព្រួយចិត្តក្រៃលែងម្នាក់ទូលសួរព្រះយេស៊ូវថាបើពិតព្រះអង្គម្ចាស់តើទូលបង្គំឬអ្នកណាដែលខ្ញុំឲ្យនំប៉័ងគឺអ្នកនោះហើយដែលនាំគេមកចាប់ខ្ញុំបន្ទាប់ពីព្រះយេស៊ូវបានឲ្យនំប៉័ងទៅយូដាអ៊ីស្ការីយ៉ុតរួចទ្រង់មានព្រះបន្ទូលថាអ្វីដែលអ្នកត្រូវធ្វើសូមប្រញាប់ធ្វើវាចុះបន្ទាប់ពីព្រះយេស៊ូវមានព្រះបន្ទូលរួចភ្លាមយូដាបានក្រោកចេញពីតុអាហារយ៉ាងប្រញាប់ត្បិតពួកសិស្សផ្សេងទៀតពួកគេមិនបានដឹងពីផែនការរបស់យូដាបានរៀបចំធ្វើនោះឡើយបន្ទាប់ពីបរិភោគអាហារពេលល្ងាចរួចព្រះយេស៊ូវបានមានព្រះបន្ទូលទៅពួកសិស្សថាទោះបីជាអ្នកទាំងអស់គ្នាបានដើរតាមខ្ញុំរហូតដល់ឥឡូវនេះក៏ដោយប៉ុន្តែនៅពេលបន្តិចទៀតនោះអ្នកទាំងអស់គ្នានឹងក្បត់ខ្ញុំហើយបោះបង់ខ្ញុំចោលបើពិតព្រះអង្គម្ចាស់ទោះបីអ្នកឯទៀតបោះបង់ចោលព្រះអង្គទាំងអស់គ្នាក៏ដោយក៏ទូលបង្គំមិនសុខចិត្តបោះបង់ចោលព្រះអង្គជាដាច់ខាតក្នុងចំណោមសិស្សទាំង12នាក់ព្រះយេស៊ូវស្រឡាញ់ពេត្រុសជាងគេពេត្រុស
ខ្ញុំសូមប្រាប់ឲ្យអ្នកដឹងច្បាស់ថានៅយប់នេះមុនមាន់រងាវអ្នកនឹងបដិសេធ3ដងថាមិនស្គាល់ខ្ញុំ លោកពេត្រុសបានទូលព្រះអង្គថា ទោះបីជាទូលបង្គំត្រូវស្លាប់ជាមួយព្រះអង្គក៏ដោយក៏ទូលបង្គំមិនបដិសេធថាមិនស្គាល់ព្រះអង្គជាដាច់ខាត ព្រះយេស៊ូវបានមានព្រះបន្ទូលទៅកាន់ពួកសិស្សថា ខ្ញុំនឹងត្រូវទៅកន្លែងមួយផ្សេងទៀតតែអ្នកទាំងអស់គ្នាមិនអាចទៅជាមួយខ្ញុំបានឡើយពេលនេះប៉ុន្តែអ្នកទាំងអស់គ្នានឹងអាចទៅទីនោះនៅពេលក្រោយខ្ញុំនឹងទៅស្ថានបរមសុខដើម្បីរៀបចំកន្លែងសម្រាប់អ្នករាល់គ្នាពេលខ្ញុំរៀបចំកន្លែងទុកសម្រាប់អ្នករាល់គ្នារួចហើយខ្ញុំនឹងត្រឡប់មកវិញយកអ្នករាល់គ្នាទៅជាមួយខ្ញុំដើម្បីឲ្យអ្នករាល់គ្នាបាននៅកន្លែងដែលខ្ញុំនៅ ព្រះយេស៊ូវបានសន្យាថាទ្រង់នឹងត្រឡប់មកបរិភោគអាហារចុងក្រោយជាមួយពួកគេម្ដងទៀតរហូតមកដល់ថ្ងៃនេះសិស្សរបស់ព្រះយេស៊ូវតែងតែចែកនំប៉័ងនិងស្រាទំពាំងបាយជូរជាការរំលឹកដល់ការបរិភោគអាហារចុងក្រោយសប្តាហ៍ថ្ងៃនេះសិស្សរបស់ព្រះយេស៊ូវសុទ្ធតែបានដឹងនិងធ្វើពិធីអរព្រះគុណសម្រាប់អរព្រះគុណទៅកាន់ទ្រង់ហើយពួកយើងតែងតែចងចាំពីការសគត់របស់ព្រះយេស៊ូវនៅលើឈើឆ្កាងជំនួសបាបរបស់ពួកយើងវាពិតជាឆ្លុះបញ្ចាំងពីការដែលពួកយើងចង់អរព្រះគុណទៅកាន់ទ្រង់